ចាបងប្អូនទាំងអស់កាលពីមុនណាចាកាលពីមុនយើងប្រើតែខ្លាញ់ជ្រូកឬក៏ខ្លាញ់ត្រីសម្រាប់យកមកចម្រាញ់ចេញជាប្រេងសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយទាំងអស់គ្នាហើយតាមខ្ញុំដឹងប្រហែលជា20ឆ្នាំមុនអីគឺប្រជាជនយើងគឺប្រើតែខ្លាញ់ជ្រូកទេជំរឿតែខ្លាញ់ជ្រូកទេយកមកប្រើចាប៉ុន្តែសម័យឥឡូវគឺវាប្រភពភេកឆានឹងវាច្រើនពេកចាមិនដឹងប្រភពមកពីណាទេច្រើនមកពេកចឹងទៅហើយទទួលយើងចំហៀវផងចំណាយពេលយូរផងទៅចឹងបងប្អូនយើងភេកច្រើនឥឡូវគឺគាត់មិនសូវប្រើវិធីបុរាណក្នុងការចម្រាញ់ខាញ់ជុកនោះសម្រាប់ធ្វើតុកសម្រាប់ធ្វើម្ហូបអីទេចាបងប្អូនដឹងអត់អាខ្លាញ់ចំហៀវហ្នឹងណាចាការញ៉ាំនៅទូចទាំងអស់គ្នាគ្រាន់តែយកមកប្រឡាក់មួយបាយដាក់ទឹកត្រីតិចក៏ឆ្ងាញ់ដែរខ្ញុំនៅចាំរសជាតិហ្នឹងទាំងអស់គ្នាចាអញ្ចឹងបងប្អូនមើលវីដេអូហ្នឹងចាបងប្អូននឹងឃើញពីវិធីក្នុងការចំហៀវខ្លាញ់ជ្រូកហ្នឹងណាចាអញ្ចឹងវិធីក្នុងការចំហៀវខ្លាញ់ជ្រូកហ្នឹងជាមួយទៅនឹងយើងបានតែខ្លាញ់ហ្នឹងសម្រាប់ទុកឆាទុកធ្វើម្ហូបហើយកាខ្លាញ់ហ្នឹងដែលគេហៅជានោះខ្លាញ់ហ្នឹងចាឡើងស្រួយស្រាប់យើងអាចយកមកញ៉ាំចាដាក់ប្រឡាក់មួយបាយញ៉ាំឆ្ងាញ់ទាំងអស់គ្នាអីចាអញ្ចឹងបើសិនជាបងប្អូនមិនចង់ប្រើប្រាស់ប្រេងឆានៅលើទីផ្សារទេចាបងប្អូនទិញខ្លាញ់ជ្រូកមកប្រើទៅខ្ញុំធ្លាប់ឃើញមានគេនិយាយពីអត្ថប្រយោជន៍នៃខ្លាញ់ជ្រូកនឹងដែរទាំងអស់គ្នាចាអញ្ចឹងវាល្អតើតើមួយនឹងខ្លាញ់ជ្រូកហ្នឹងហើយតើតើមួយនឹងប្រេងឆាកដងដែលយើងគេលក់នៅលើទីផ្សារហ្នឹងមិនថាវាមិនល្អទេព្រោះអីប្រេងឆាដែលគេផលិតមកគេសិតតែមានបញ្ជីការមានអីត្រឹមត្រូវដែរអញ្ចឹងណាចាប៉ុន្តែវិធីសាស្ត្របុរាណរបស់យើងបងប្អូនខ្មែរយើងភាគច្រើនចាតាំងពីដើមឡើយគឺគាត់តែងតែចំហៀវខ្លាញ់នឹងឯងចាសម្រាប់យកប្រេងវាមកទុកសម្រាប់ប្រើប្រាស់ទាំងអស់គ្នាចាអញ្ចឹងបងប្អូនមើលវីដេអូហ្នឹងទៅចាបងប្អូននឹងឃើញពីការចម្រាញ់ចាខ្លាញ់ជ្រូកហ្នឹងចាមកជាប្រេងសម្រាប់ប្រើប្រាស់ហើយចាអញ្ចឹងបងប្អូនអាចធ្វើតាមបានចាវាជាតិចនិចទួចទេចាប៉ុន្តែវាល្អចាហើយបងប្អូនខ្លះគាត់អត់ដែលធ្វើអញ្ចឹងគាត់ជំនឿទៅអាចខ្លោចឬមួយក៏យ៉ាងម៉េចខ្ញុំមិនដឹងដែរប៉ុន្តែគាត់ថាបងប្អូនបានឃើញវីដេអូនេះចាបងប្អូននឹងអាចមានវិធីក្នុងការធ្វើវាចានេះបងប្អូនឃើញទេចាអញ្ចឹងយើងញ៉ាំបានតែនឹងស៊ុយសឹកទៀតទាំងអស់គ្នាចាអញ្ចឹងតិចទេដែលបងប្អូនគ្រាន់តែមើលវីដេអូហ្នឹងទៅអាចទទួលបាននៅចំណេះដឹងក្នុងការចម្រាញ់ឬមួយក៏ចំហៀវខ្លាញ់ជ្រូកហ្នឹងចាអរគុណច្រើនបងប្អូនទាំងអស់គ្នាចាបើសិនជាចង់ធ្វើតាមហ្នឹងឬមួយក៏បងប្អូនមានវិធីផ្សេងទៀតក៏ធ្វើទៅប៉ុន្តែគាត់ថាវិធីដែលខ្ញុំធ្វើនេះគឺខ្លាញ់យើងអាចទុកសម្រាប់យកទៅធ្វើអីបានហើយចំណុចខ្លាញ់ហ្នឹងគឺយើងអាចយកមកញ៉ាំបានទៀតចឹងណាទាំងអស់គ្នាវាអត់ខ្លោចវាអត់ល្វើយនេះទេចាយើងបើកភ្លើងតិចចឹងវាចំហៀវនេះខ្ញុំចំហៀវហើយអីចឹងបានប្រេងប៉ុណ្ណឹងចឹងមុននឹងទុកឲ្យតែជែកបានខ្ញុំដាក់ចូលដបហ្នឹងទាំងអស់គ្នាចាវាបានតិចតួចទេវាមិនចំណេញដូចយើងប្រេងឆាដែលយើងទិញនៅលើទីផ្សារទេតែយើងធ្វើខ្លួនឯងទៅវាល្អវាស្អាតទាំងអស់គ្នាអរគុណច្រើន